Dragon គុណខ្មែរគូទី7ដែលជាគូអន្តរជាតិកាពីខ្សែក្រវ៉ាត់កម្ពុជាពុកដូចកាល់ទឹកទី1រ៉ាតវ៉ាន់បាទដល់គូបាទឆ្ងាញ់ភ្នែកហើយបងប្អូនតែបងប្អូនទៅទឹមរងចាំបាទពូថៅដៃពុគៀតធឿនធីរ៉ាមិនងាយចេញប្រកួតទេណាបាទប្រកួតមកម្ដងវែនច្រើនមែនទែនបាទថ្ងៃនេះគឺការពារខ្សែក្បាត់របស់ខ្លួនបាទរយៈពេល1ឆ្នាំហើយដែលខ្លួនបានគ្រប់គ្រងហើយខាងប៉ូទុយហ្គាល់នេះគឺថាចង់បានខ្សែក្បាត់ធីរ៉ាណាបាទចាំមើលថាបានឬក៏មិនបានបាទសម្រាប់អ្នកព្រៃវែងដឹងតែគ្រប់ត្រខាងពូថៅដៃវិឃានវាមកទស្សនាច្រើនមែនទែនបាទដល់ឥឡូវទស្សនាការប្រកួតតែម្ដងបាទលូកាសបាទលូកាសគឺថាទឹកមុខមាំមែនទែនបាទគឺថាគ្រឹះធីរ៉ាណាបាទគ្រឹះបាទចាំមើលបាទទឹកទី1លូកាធាក់ឆ្វេងធីរ៉ាចលោបាទចាក់ក្រោមមួយជើងចូលភ្លើងខាងនោះមួយញយស្ដាំមួយជើងរបស់លូកាស្ដាំម្ដាយរបស់ធីរ៉ាលូកាបោះមកកែងមកវិញអូយបាទឆ្វេងម្ដាយរបស់លូកាអីយយនេះมันស័កសមជាគូដណ្ដើមខ្សែក្បាត់មែនឆ្វេងស្ដាំចាប់បានពីធីរ៉ាចង្គង់មួយបាទលោកអញ្ញាកដាចាប់ញែកបំបែកអូយបាទផ្អែមភ្នែកណាបងប្អូនមកជាតិដូច Dragon អញ្ចឹងបាទអាយ៉ាស្ដាំឆ្វេងអាយ៉ាថាហើយអត់អីទេហីរាប់សិនបាទ3 ហើយ 4 5 6 7 8អូយអត់អីទេប្រកួតបន្ត continue ចាប់ផ្ដើមបាទកដៅម៉ាស៊ីនហើយស្នេហ៍ជាប់ឆ្វេងរបស់ធីរ៉ាស្ដាំឆ្វេងហើយឆ្វេងសោយពីក្រោមមួយដើម្បីថ្វាយបាកែងឆ្វេងរបស់ធីរ៉ាអាយ៉ាអត់អីបាទអត់ខ្វះលូកាអីលូកាដើរចូលស្ដាំម្ដាយរបស់ធីរ៉ាចាប់កិច្ចដួលមួយចាប់ដើមទុនលែកឡើយស្ដាំម្ដាយអូកែងបាទធីរ៉ាចូលបាទលីបដាច់ស្ដាំម្ដាយអត់តំប្រាំងអីទេស្ដាំពីរដៃទាញឲ្យតែជង្គង់ទៀតអូយយូរទៅបាត់ហើយអត់អីទេ2 3 4រាប់ជាលើកទី2 5 6 7 8បាទអត់ប្រកួតបន្តលូកាអត់ទាន់អីទេប៉ុន្តែលូកានៅវង្វេងជួយម្ដាយចូលកញ្ចប់មុខបាទស្ដាំម្ដាយទៀតចូលគុំជឹមស្ដាំម្ដាយទៀតបាទអូជូនអ្នកព្រៃវែងមួយមកអូយបាទជាតិអត់បងប្អូនជាតិអត់ជាតិដូច Dragon អត់បាទអូបាទអ្នកព្រៃវែងថ្ងៃនេះកាចបាទលេងចូលមកបាទផឹងកម្លាំងចិត្តបាទកម្លាំងចិត្តបាទអញ្ចឹងបាទពេលដែលមានពុកម៉ែបងប្អូនដែលជាកម្លាំងចិត្តបាទដូចជាគណៈធិបតីលោកផ្ដល់កម្លាំងចិត្តបាទកីឡាកររបស់យើងគាត់មានទឹកចិត្តមុតមកនេះម្ដាយនេះហើយដែលធ្វើឲ្យបាទការរាប់បាទចូលដៃទៀតរបស់ធីរ៉ាមួយដៃទៀតរបស់ធីរ៉ាពេញបាទអូបាទឡៃចូលចុងជើងតិចបាទចូលស្ដាំទៀតរបស់ធីរ៉ាបាទកន្លែងនេះពុំមកស្ដាំនេះមួយទៀតបាទលូកាសនេះជាពីថាបាទស្វិតរបស់គាត់បាទគាត់ទៅតោងរិញមកទៀតបាទនេះពេញបាទអ្នកព្រៃវែងបាទដៃធ្ងន់បាទដៃដូចដុំថ្មដៃធ្ងន់បាទអរគុណអញ្ចឹងយើងនៅសល់តែការប្រកាសលទ្ធផលជិបលេខការតែប៉ុណ្ណោះក៏ដូចជាធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ជូនម្ចាស់ខ្សែក្រវ៉ាត់រដូវកាលថ្មីបាទព្រោះអំបញ្ញមិញគឺជាការការពារអញ្ចឹងគឺអ្នកដែលការពារបានសម្រេចក៏មានពិធីបំពាក់ខ្សែក្រវ៉ាត់សម្រាប់ម្ចាស់ខ្សែក្រវ៉ាត់រដូវកាលថ្មីដូចគ្នាអរគុណបាទខ្ញុំបាទក៏សូមប្រកាសទូនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជិបលេខការបាទសូមអរគុណ
កីឡាករបង្គោលក្រហមទឿនទេរ៉ាកម្ពុជាទទួលមកជ័យជំនះដោយកីឡាករបង្គោលគីមកពីប្រទេសប៉ូទុយហ្គាល់ត្រូវលោកកញ្ញាគណៈប្រជុំនៅក្នុងទឹកទី1 បាទអបអរសាទរកីឡាករនៃប្រទេសជាតិកម្ពុជា